យន្តហោះចម្បាំងទាំង5គ្រឿងនេះមានសមត្ថភាពខ្លាំងជាងគេបំផុតនៅលើពិភពលោកលំដាប់ទី5យន្តហោះចម្បាំងស៊ូ57ស៊ូ57គឺជាយន្តហោះចម្បាំងចំនួនទី5របស់រុស្ស៊ីយន្តហោះនេះគេរចនាឡើងដើម្បីបំបាំងកាយពីលោកខាងលិចគឺការរចនាសង្កត់ធ្ងន់របស់វាទៅលើមុខងារបំបាំងកាយនេះតែម្ដងស៊ូ57អាចហោះបានល្បឿន2470គីឡូម៉ែត្រក្នុង1ម៉ោងយន្តហោះនេះមានតម្លៃចន្លោះពី40ទៅ50លានដុល្លារប្រហែល1/3នៃយន្តហោះ F-35 យន្តហោះស៊ូ57តំណាងឲ្យការខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការរក្សាភាពពាក់ព័ន្ធនៃថាមពលអាកាសបើទោះបីជាមានឧបសគ្គខាងសេដ្ឋកិច្ចក៏ដោយបន្ទាប់ពីបញ្ហាប្រឈមជាច្រើនឆ្នាំនៃការអភិវឌ្ឍយន្តហោះនេះសម្រេចបាននូវសមត្ថភាពប្រតិបត្តិការដំបូងក្នុងឆ្នាំ2020ដោយយ៉ាងហោចណាស់10គ្រឿងត្រូវបានចែកចាយលើសពី70គ្រឿងត្រូវបានគ្រោងទុកលំដាប់ទី4យន្តហោះចម្បាំង KF-21 KF-21 តំណាងឲ្យការលេចឡើងរបស់ប្រទេសកូរ៉េខាងត្បូងក្នុងនាមជាតួអង្គសំខាន់ក្នុងឧស្សាហកម្មអវកាស KF-21 ដំណើរការដោយម៉ាស៊ីន General Electronic F414 ដែលផ្ដល់ថាមពលដល់ Super Hornet KF-21 ហោះបានល្បឿន2200គីឡូម៉ែត្រក្នុង1ម៉ោងអ្វីដែលធ្វើឲ្យ KF-21 គួរឲ្យកត់សម្គាល់គឺតម្លៃរបស់វាប្រហែល74លានដុល្លារក្នុងមួយគ្រឿងវាផ្ដល់នូវសមត្ថភាពជិតចំនួនទី5ជាមួយនឹងយន្តហោះចំនួន120គ្រឿងដែលបានត្រូវគ្រោងទុកសម្រាប់សេវាកម្មកូរ៉េខាងត្បូងនៅឆ្នាំ2032និងការនាំចេញសក្តានុពលទៅកាន់ប្រទេសដូចជាឥណ្ឌូនេស៊ីប្រទេសប៉ូឡូញនិងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀតការហោះហើរលើកដំបូងរបស់ KF-21 ក្នុងឆ្នាំ2022កូរ៉េខាងត្បូងបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តជំនាន់ទី6ដ៏មានសក្តានុពលផងដែរលំដាប់ទី3 F-22 Raptor F-22 Raptor អាចហោះបានក្នុងល្បឿន2410គីឡូម៉ែត្រក្នុង1ម៉ោងជាមួយនឹងតម្លៃ150លានដុល្លារយន្តហោះ F-22 Raptor មានត្រឹមតែ195គ្រឿងតែប៉ុណ្ណោះដោយសារតែឧបសគ្គថវិកាក្រោយសង្គ្រាមត្រជាក់និងការរឹតបន្តឹងលើការនាំចេញ F-22 Raptor នៅតែជាវេទិកាដ៏មភាពផ្លូវអាកាសច្បាស់លាស់សមត្ថភាពរបស់វាទៅកាន់ប្រទេសសិង្ហបុរីជាកន្លែងដែល F-22 ប្រតិបត្តិការដោយនិទានភាពសូម្បីតែនៅក្នុងដែនអាកាសដែលគ្របដណ្ដប់ដោយប្រព័ន្ធការពារដែនអាកាសទំនើបរបស់រុស្ស៊ីក៏ដោយលំដាប់ទី2 J-20 យន្តហោះចម្បាំង J-20 គឺជាយន្តហោះចម្បាំងធុនធ្ងន់របស់ប្រទេសចិន J-20 វាត្រូវបានរចនាឡើងដើម្បីសម្រាប់ប្រយុទ្ធដែនអាកាសទៅអាកាសនិងអាកាសទៅលើដីដោយមានគោលបំណងប្រជែងនឹងយន្តហោះចម្បាំង F-22 Raptor និងយន្តហោះ F-35 របស់សហរដ្ឋអាមេរិក J-20 ហោះបានល្បឿនអតិបរមាប្រហែល2470គីឡូម៉ែត្រក្នុង1ម៉ោងលំដាប់ទី1យន្តហោះចម្បាំង F-35 F-35 គឺជាយន្តហោះចម្បាំងសម័យជំនាន់ទី5របស់សហរដ្ឋអាមេរិកវាត្រូវបានរចនាឡើងសម្រាប់ការប្រយុទ្ធគ្រប់លក្ខខណ្ឌវាមានសមត្ថភាពខ្ពស់ទាំងការប្រយុទ្ធអាកាសនិងការវាយប្រហារលើដី F-35 មាន3ប្រភេទសំខាន់ទី1 F-35A ប្រើសម្រាប់កងទ័ពអាកាសទី2 F-35B F-35B វាអាចឡើងចុះបញ្ចប់បែបបញ្ឈរសម្រាប់កងទ័ពជើងទឹកអាមេរិកចំណែកឯទី3 F-35C F-35B ប្រើសម្រាប់លើប៉ាល់យន្តហោះល្បឿនអតិបរមារបស់ F-35 ហោះបាន1975គីឡូម៉ែត្រក្នុង1ម៉ោងជាមួយនឹងតម្លៃ85លានដុល្លារ F-35 វាមានសមត្ថភាពងាយស្រួលបើកបរដោយស្វ័យប្រវត្តិកម្រិតខ្ពស់សម្រាប់ប្រទេសដែលប្រើ F-35 មានដូចជាសហរដ្ឋអាមេរិកប្រទេសអង់គ្លេសប្រទេសអ៊ីស្រាអែលប្រទេសអ៊ីតាលីប្រទេសអូស្ត្រាលីប្រទេសជប៉ុនកូរ៉េខាងត្បូងនិងប្រទេសជាច្រើនទៀត